នៅក្នុង Insight Flow มันតម្រូវឲ្យ perfect ពេកមិនចាំបាច់តតែទុនបានយើងអាចហាត់បានទេមានន័យថាអ្នកដែលចូលរួម Insight Flow គឺយើងត្រូវទទួលនៅបទពិសោធន៍ថ្មីតាមរយៈបទចម្រៀងតាមរយៈអារម្មណ៍ការបញ្ចេញនៅអារម្មណ៍ express អញ្ចឹងទៅចា៎នេះជាអ្វីដែលសំខាន់នៅក្នុង Insight Flow ពេលខ្លះបើយើងមានរាងកាយដែលឈឺខ្លាំងតែបើឈឺល្មមដែលអាចហាត់ចលនានឹងបានយើងមិនធ្វើឲ្យត្រឹមត្រូវតាមក្បាច់ទេតែយើងអាចធ្វើតិចតិចហើយគាត់ចូលចិត្តអាចហាត់បាននៅក្នុង Insight Flow គេមាន storytelling គឺជា part មួយដ៏សំខាន់នៅក្នុង Insight Flow ដែលអាចខ្វះបានសូមជម្រាបសួរនិងសូមស្វាគមន៍មកកាន់ podcast Yoga និងសន្តិភាពនៃចិត្តសម្រាប់ podcast របស់យើងបង្កើតឡើងដើម្បីចែកម្លែកតាក់ទងជាមួយនឹងចំណេះដឹងសុខភាពផ្លូវកាយក៏ដូចជាសុខភាពផ្លូវចិត្តហើយយើងបង្កើតឡើងមកក៏មានការរៀបចំពី Yoga with Sreenik Studio ហើយមាននាងខ្ញុំវ៉ានីគឺជាអ្នកសម្របសម្រួលកម្មវិធីហើយសម្រាប់ថ្ងៃនេះគឺយើងមានកិត្តិយសមែនតើដែលយើងបានជួបជាមួយនឹងអ្នកគ្រូដែលគាត់បង្ហាត់បរិញ្ញានៅ Studio Yoga របស់យើងហើយអ្នកគ្រូនឹងមកចែករំលែកតាក់ទងជាមួយនឹងវិធីវគ្គប្រវត្តិដំណើរការជីវិតរបស់អ្នកគ្រូទៅយូហ្គាហើយកុំឲ្យខាតពេលយូរយើងស្វាគមន៍អ្នកគ្រូស៊ីសូភីនចាជំរាបសួរអ្នកគ្រូចាជំរាបសួរអូនចាសុខសប្បាយអ្នកគ្រូចាសុខសប្បាយធម្មតាទេអូនហើយចំណែកអូនវិញមិនដែរសុខទុក្ខចាសុខទុក្ខសុខធម្មតាប៉ុន្តែថ្ងៃហ្នឹងរៀងផ្ដាសាយតិចប៉ុន្តែផ្ដាសាយយ៉ាងណាក៏នៅតែឲ្យ podcast របស់យើងរលូនដែរព្រោះមានភ្ញៀវកិត្តិយសពិសេសហើយសម្រាប់អ្នកគ្រូមួយរយៈហ្នឹងរវល់ដែរឬទេអ្នកគ្រូមួយរយៈហ្នឹងរៀងរវល់ខ្លះដែរអូនហ្នឹងហើយមានរវល់នៅថ្នាក់ studio យើងច្រើនណាចានៅ studio ក៏ដូចជានៅខាងក្រៅខ្លះដែរចាអ្នកគ្រូអាចដឹងបានទេថាអ្នកគ្រូមកពីខេត្តណាដែរឬក៏នៅភ្នំពេញខ្ញុំជីវប្រវត្តិរបស់ខ្ញុំមកពីខេត្តបាត់ដំបងចាគេថាអ្នកខេត្តបាត់ដំបងសវោមហូបចំណីអាហារឆ្ងាញ់ច្រើនទៅអ្នកគ្រូចាសម្បូរហើយសម្បូរដាក់បន្លែផ្លែឈើច្រើនចានៅខាងនោះចាអញ្ចឹងអ្នកគ្រូអាចណែនាំខ្លួនបន្តិចទៅថាអ្នកគ្រូមកពីខេត្តណាឈ្មោះអីអញ្ចឹងដើម្បីឲ្យអ្នកស្ដាប់របស់យើងគាត់កំពុងតែរងចាំពីប្រវត្តិរបស់អ្នកគ្រូអញ្ចឹងណាចានិយាយទៅខ្ញុំគឺជាអ្នកដែលនៅខេត្តពីដើមខ្ញុំជាអ្នកដែលមកពីខេត្តហើយមូលហេតុដែលខ្ញុំមកបច្ចុប្បន្នគឺខ្ញុំនៅភ្នំពេញមូលហេតុដែលខ្ញុំដូរទីតាំងមកភ្នំពេញដោយសារតែតាមរយៈការសិក្សាហ្នឹងហើយតាមរយៈការសិក្សានៅឆ្នាំ2012ខ្ញុំបានប្រឡងចប់បាក់ឌុបហើយខ្ញុំឡើងមកដើម្បីស្វែងរកសាកលវិទ្យាល័យដើម្បីចាប់ជំនាញចាអញ្ចឹងនៅពេលហ្នឹងគឺឆ្នាំ2012ហ្នឹងខ្ញុំបានជ្រើសរើសជំនាញមួយគឺផ្នែកគីមីចំណីអាហាររៀននៅសាលាតិចណូចាតែមុននឹងខ្ញុំចាប់ហ្នឹងដំបូងខ្ញុំចូលតិចណូខ្ញុំត្រូវប្រឡងសិនចាអ្នកគ្រូអញ្ចឹងដោយសារតែពេលខ្ញុំប្រឡងហ្នឹងគឺខ្ញុំប្រឡងចូលតិចណូគឺខ្ញុំអត់ប្រឡងអត់ជាប់ទេពេលហ្នឹងតែដោយសារខ្ញុំអំឡុងពេលហ្នឹងគឺខ្ញុំស្រឡាញ់ជំនាញហ្នឹងចាអញ្ចឹងជាហេតុដែលខ្ញុំចុះឈ្មោះវគ្គរៀនផ្នែកបញ្ញាបត្ររោងគីមីចំណីអាហាររយៈពេល2ឆ្នាំអញ្ចឹងក្រោយពីខ្ញុំចប់បញ្ញាបត្ររោងនឹងហើយខ្ញុំក៏បានមានសញ្ញាបត្រដើម្បីខ្ញុំស្វែងរកការងារធ្វើអញ្ចឹងក្នុងអំឡុងឆ្នាំ2015ខ្ញុំបានរកការងារធ្វើផ្នែកជា QC កាលអំឡុងហ្នឹងគឺ QC ផ្នែកពិនិត្យគុណភាពខោអាវចាវាថាគេដេហើយតែខ្ញុំគឺជាអ្នកមើលផលិតផលសម្រាប់ដោយថាគេខ្វះដេខុសធ្នេដេខុសអីចឹងទៅគឺខ្ញុំអ្នកមើលអញ្ចឹងខ្ញុំធ្វើនៅការងារហ្នឹងគឺរយៈពេល8ខែហើយពី8ខែហ្នឹងហើយខ្ញុំក៏ដោយសារខ្ញុំរៀនផ្នែកគីមីចំណីអាហារអញ្ចឹងខ្ញុំក៏ស្វែងរកការងារមួយទៀតដើម្បីឲ្យវាតាក់ទងនឹងផ្នែកដែលយើងរៀនតាក់ទងនឹងមន្ទីរពិសោធន៍អញ្ចឹងនៅក្នុងអំឡុងចុងឆ្នាំ2015ឬក៏ដើមឆ្នាំ2016ខ្ញុំបានធ្វើតេស្តជាប់នៅក្រុមហ៊ុនមួយខាងពិនិត្យគុណភាពឱសថចាអញ្ចឹងខ្ញុំធ្វើការនៅខាងជាមណ្ឌលមន្ទីរពិសោធន៍ហ្នឹងរយៈពេល8ឆ្នាំមកគិតទៅចាអ្នកគ្រូវែងមែនតើហើយអ្នកគ្រូបន្ទាប់ពីអ្នកគ្រូប្រឡងចូលរៀនហ្នឹងរយៈពេល2ឆ្នាំហើយបន្ទាប់មកអ្នកគ្រូរៀនរយៈពេលប៉ុន្មានឆ្នាំខ្ញុំរៀនបញ្ញាបត្ររោង
2 ឆ្នាំហើយខ្ញុំក្នុងសញ្ញាបត្រ2ឆ្នាំហ្នឹងគឺខ្ញុំធ្វើការមួយកន្លែងដែលថាពិនិត្យគុណភាពកៅអៅតែចប់ពីនឹងហើយគឺខ្ញុំធ្វើខាងពិនិត្យគុណភាពឱសថម្ដងស្របពេលជាមួយខ្ញុំធ្វើការខាងពិនិត្យគុណភាពឱសថហ្នឹងខ្ញុំបានរៀនតផ្នែកគីមីចំណីអាហារបន្ថែមទៀតដើម្បីឲ្យបានជាគេហៅកម្រិតឧត្តមបន្តកម្រិតឧត្តមចាអញ្ចឹងពេលដែលខ្ញុំរៀនតហ្នឹងគឺខ្ញុំរៀនពេលយប់ទេចាហើយខ្ញុំនៅធ្វើការផ្នែកពិនិត្យគុណភាពឱសថពេលថ្ងៃមួយថ្ងៃ8 ម៉ោងអញ្ចឹងពេលខ្ញុំរៀនចប់ខ្ញុំពេលខ្ញុំធ្វើការចប់8 ម៉ោងខ្ញុំចេញមកដើម្បីរៀនតនៅសាលាតិចណូបន្ថែមដើម្បីបានកម្រិតឧត្តមហ្នឹងបើគិតទៅអាចថា4 ឆ្នាំដែរចាតម្រាំតែចប់អញ្ចឹងសរុបទាំងអស់4 ឆ្នាំបូកមួយអ្នកគ្រូរៀនបញ្ញាបត្ររង2 ឆ្នាំទៀតអញ្ចឹងវាទាំងអស់6 ឆ្នាំចា6 ឆ្នាំពេលយូរមែនតើអ្នកគ្រូមានការខិតខំប្រឹងប្រែងវាជាជំនាញដែលអ្នកគ្រូចូលចិត្តឬក៏ជំនាញដែលឪពុកម្ដាយរបស់យើងជំរុញដែរជំនាញហ្នឹងបើនិយាយទៅគឺបងប្រុសខ្ញុំគាត់ណែនាំចាដោយថាការសម័យហ្នឹងខ្ញុំគឺជាអ្នកដែលចូលចិត្តសិក្សាហើយខ្ញុំសង្កេតឃើញថាគីមីចំណីអាហារក៏ជាផ្នែកមួយដែលល្អសម្រាប់អភិវឌ្ឍប្រទេសជាតិរបស់យើងហ្នឹងហើយអញ្ចឹងបានជាពេលហ្នឹងក្នុងអំឡុងពេលហ្នឹងខ្ញុំមានការចាប់អារម្មណ៍ជាមួយជំនាញហ្នឹងខ្លាំងមែនតើស្របពេលជាមួយការណែនាំអំពីបងប្រុសរបស់ខ្ញុំផងដែរចាអ្នកគ្រូអញ្ចឹងបន្ទាប់មកពេលដែលរៀនចប់អ្នកគ្រូគឺចូលធ្វើការខាងផ្នែកគីមីចំណីអាហារតែម្ដងចាហ្នឹងហើយក្នុងស្របពេលដែលខ្ញុំរៀនតហ្នឹងគឺខ្ញុំធ្វើការផ្នែកមន្ទីរពិសោធន៍អញ្ចឹងខ្ញុំធ្វើការ8 ឆ្នាំហ្នឹងគឺខ្ញុំចាប់ដើមដំបូងគឺខ្ញុំធ្វើការស្រាប់ហើយពេលខ្ញុំរៀនចប់ក៏ខ្ញុំនៅធ្វើការនៅក្នុងមន្ទីរពិសោធន៍ផ្នែកថ្នាំពេទ្យដដែលតែរហូតដល់ឆ្នាំ2019ខ្ញុំធ្វើការច្រើនឆ្នាំយើងនៅក្នុងមន្ទីរពិសោធន៍យើងមានអារម្មណ៍ថាយើងចង់បានអ្វីដែលថ្មីចង់ហាក់បីដូចជាចង់ចេញទៅពិភពខាងក្រៅខ្លះនៅពេលនោះអ្នកគ្រូចាអ្វីដែលអ្នកគ្រូបានប្រាប់មិញហ្នឹងគឺរយៈពេល8 ឆ្នាំអ្នកគ្រូបានធ្វើការអញ្ចឹងស្ដាប់មើលទៅវាជាជំនាញមួយដែលយើងស្រឡាញ់ហើយយើងធ្វើការរយៈពេល8 ឆ្នាំហើយមិនបានអ្នកគ្រូបានស្គាល់ពីការហាត់យូហ្គាដំបូងចាហ្នឹងដោយសារតែខ្ញុំធ្វើការយូរទៅខ្ញុំចង់យើងចង់ជួបមនុស្សផ្សេងចង់ជួបមនុស្សច្រើនហើយផ្សេងគ្នាចង់ជួបបរិយាកាសថ្មីខ្ញុំក៏ដោយសារខ្ញុំនៅផ្ទះកណ្ដឹងខ្ញុំនៅផ្ទះជួលនៅជាមួយមិត្តភ័ក្តិអញ្ចឹងទៅពេលដែលខ្ញុំកំពុងតែនៅក្នុងបន្ទប់មិត្តភ័ក្តិគាត់ហាត់យូហ្គាចាគាត់ហាត់លើកដៃលើកជើងទៅហើយគាត់ថាគាត់ហាត់យូហ្គាពេលហ្នឹងខ្ញុំអត់សូវចាប់អារម្មណ៍យូហ្គាប៉ុន្តែនៅពេលដែលខ្ញុំឃើញសកម្មភាពរបស់គាត់វាហាក់បីដូចជាដកជាប់នៅក្នុងខួរក្បាលរបស់ខ្ញុំហើយបន្ទាប់មកខ្ញុំសង្កេតឃើញថាការធ្វើការរបស់ខ្ញុំហាក់បីដូចជាវាអត់សូវរលូនដូចថាការផ្ដោតអារម្មណ៍យើងធ្វើអត់សូវល្អអីដែរអញ្ចឹងទៅការផ្ដោតអារម្មណ៍របស់យើងអត់សូវបានផ្ដោតហើយមួយទៀតយើងហាក់បីដូចជាមានយើង stress ខ្លះដែរនិយាយទៅក្នុងអំឡុងពេលខ្ញុំធ្វើការផ្នែកមន្ទីរពិសោធន៍ហ្នឹងខ្ញុំបានទៅចាប់ជំនាញមួយទៀតជាភាសាអង់គ្លេសខ្ញុំរៀន3 ម៉ោងបន្ថែមអញ្ចឹងក្នុងអំឡុងពេលដែលខ្ញុំស្ថានភាពពេលហ្នឹងខ្ញុំធ្វើការពេញ1 ម៉ោងមានអារម្មណ៍ថាយើងមមាញឹកហើយដល់ពេលយើងទៅរៀនភាសាអង់គ្លេសបន្ថែមទៀតដែលជាថ្នាក់ពេញម៉ោងថែមយើងមានអារម្មណ៍ថាពេលហ្នឹងគឺចាប់អត់សូវបានពេលគ្រូបញ្យល់ពេលគ្រូអីអញ្ចឹងគឺយើងអត់សូវយល់យើងតាមអត់សូវទាន់សិស្សដទៃទៀតហើយអញ្ចឹងយើងមានអារម្មណ៍ថាយើងដូចអត់សូវទៅមុខអញ្ចឹងត្រង់ចំណុចហ្នឹងហើយគឺជាចំណុចមួយដែលខ្ញុំត្រូវគិតថាអត់ចង់ឲ្យខាតពេលដោយសារតែយើងមិនអាចចំណាយពេលល្ងាចហ្នឹងដើម្បីរៀនភាសាអង់គ្លេសដោយសារតែខួរក្បាលយើងដូចជាជាប់គាំងអត់អាចទទួលយកបានអញ្ចឹងខ្ញុំរកវិធីសាស្ត្រអីដើម្បីឲ្យយើងអាចវាល្អចំពោះសុខភាពហើយយើងមានថាមពលជីវិតអញ្ចឹងខ្ញុំដោយសារតាមរយៈខ្ញុំឃើញមិត្តភ័ក្តិរបស់ខ្ញុំគាត់ហាត់យូហ្គាដែលវាបានជាប់នៅក្នុងខួរក្បាលរបស់យើងបានគិតថាយូហ្គាវាជួយសុខភាពអញ្ចឹងនៅចុងឆ្នាំ2019ហ្នឹងខ្ញុំក៏ស្រាវជ្រាវមើលនៅក្នុងតាមបណ្ដាញសង្គមផ្សេងដូចជា Facebook ខ្ញុំក៏ឃើញកន្លែងមួយគេបង្ហាត់យូហ្គាអញ្ចឹងនៅពេលហ្នឹងខ្ញុំក៏សម្រេចចិត្តចូលហាត់យូហ្គាតែម្ដង
ចាហើយពេលដែលអ្នកគ្រូហាត់ហើយអ្នកគ្រូទទួលបានអត្ថប្រយោជន៍បានច្រើនខ្លាំងមែនទែនដោយអ្នកគ្រូថាពេលអ្នកគ្រូកំពុងតែធ្វើការរៀនអង់គ្លេសផងហើយបន្ទាប់មកក៏មានអារម្មណ៍ថាយើង stress អញ្ចឹងនៅពេលដែលអ្នកគ្រូ found yoga ហើយអ្នកគ្រូសប្បាយចិត្តទេ ហ្នឹងហើយនៅពេលដែលខ្ញុំចាប់ផ្ដើមហាត់ yoga ហើយខ្ញុំគិតថាការសម្រេចចិត្តរបស់ខ្ញុំពិតជាត្រឹមត្រូវព្រោះបើខ្ញុំអត់សម្រេចចិត្តបែបហ្នឹងទេខ្ញុំគិតថាបើខ្ញុំនៅបន្តរៀនទៀតហាក់ក៏នៅតែអត់សូវចេះដដែលតែបើខ្ញុំបានហាត់ yoga ជួយដល់សុខភាពរបស់ខ្ញុំហើយធ្វើឲ្យខ្ញុំរៀនជំនាញផ្សេងៗកាន់តែចេះថែមទៀតឆាប់ចាប់បានហើយការងាររបស់ខ្ញុំក៏ធ្វើទៅល្អជាងមុននេះជាការសង្កេតរបស់ខ្ញុំ ចាអ្នកគ្រូស្ដាប់មើលទៅគឺផ្លាស់ប្ដូរអ្នកគ្រូបានច្រើនខ្លាំងមែនទែនចាអញ្ចឹងតាក់ទងជាមួយនឹងការធ្វើការហើយបន្ទាប់មកមិនបានអ្នកគ្រូហាត់ហើយអ្នកគ្រូគិតថាអ្នកគ្រូចង់ផ្លាស់ប្ដូរចង់ហាត់ធ្វើជាគ្រូវិញ ចាដែលតាមរយៈអត្ថប្រយោជន៍របស់ yoga ខ្ញុំហាត់មួយរយៈហ្នឹងខ្ញុំទទួលបាននូវអារម្មណ៍ល្អប្រសើរច្រើនទាំងសុខភាពផ្លូវចិត្តនិងសុខភាពរាងកាយហើយមួយទៀតខ្ញុំសម្លឹងគិតឃើញថា yoga គឺជាផ្នែកមួយដែលសំខាន់សម្រាប់ជីវិតយើងម្នាក់ៗចា៎ដោយសារតែ yoga មិនមែនចាំបាច់តែយើងធ្វើការពេញម៉ោងមួយថ្ងៃ8ម៉ោងមិនយើងធ្វើបានទេចឹងដោយសារខ្ញុំសម្លឹងឃើញថាពេលហ្នឹងខ្ញុំអត់ទាន់មានចិត្តថាចង់ឈប់ការងារខ្ញុំទេតែខ្ញុំគ្រាន់ចង់បានអ្វីមួយដែលថ្មីឲ្យថែមប្រហាត់ម៉ោងក្រៅខ្លះចឹងខ្ញុំឃើញ yoga គឺជាឱកាសល្អមួយដោយសារតែយើងអាចរៀនទៅយើងអាចជួយដល់សុខភាពខ្លួនឯងក៏ដូចជាសុខភាពអ្នកជុំវិញអាចថាអ្នកផ្ទះបងប្អូនឬក៏បងប្អូនជនជាតិយើងទាំងអស់គ្នាហើយសម្រាប់ការងារយើងអាចថាខ្ញុំអាចឆ្លៀតក្នុងមួយថ្ងៃ1ម៉ោងឬក៏មួយសប្តាហ៍4ម៉ោងក៏បានដែរចា៎ចាអ្នកគ្រូចុះអ្នកគ្រូសម្រាប់ចាត់ថាយើងសម្រាប់ពីការងារហាត់ធ្វើជាគ្រូយូហ្គាហ្នឹងអ្នកគ្រូមូលហេតុអីបានជំរុញចិត្តឲ្យអ្នកគ្រូថាអ្នកគ្រូសម្រាប់ចិត្តក្នុងការឈប់ធ្វើការដំបូងឡើយខ្ញុំអត់ទាន់សម្រេចចិត្តថាឈប់ភ្លាមទេចាក្នុងអំឡុងពេលខ្ញុំធ្វើការខ្ញុំស្គាល់ yoga ហើយបានជា2ឆ្នាំដែរចាចុង2ឆ្នាំចុងក្រោយដែលខ្ញុំធ្វើការហ្នឹងចាអញ្ចឹងខ្ញុំសង្កេតមើលការងារខ្ញុំចាប់ផ្ដើមល្អហើយចាប៉ុន្តែជាដោយសារតែពេលខ្ញុំចាប់អំឡុងពេលដែលយើងកំពុងតែធ្វើការហើយនឹងអំឡុងពេលយើងកំពុងតែបង្ហាត់រៀន yoga និងបង្ហាត់គឺយើងបានយល់ដឹងយើងបានស្គាល់ខ្លួនឯងបន្ថែមទៀតថាយើងពិតជាចង់បានអីយើងត្រូវការអីយើងជាមនុស្សបែបណាអូចាអញ្ចឹងស្ថានភាពហ្នឹងគឺវាបានធ្វើឲ្យខ្ញុំរកឃើញខ្លួនឯងយ៉ាងច្បាស់ចាអ្នកគ្រូអូអញ្ចឹងយូហ្គាពេលដែលអ្នកគ្រូហាត់ហើយមិនត្រឹមតែឲ្យអ្នកគ្រូបានសុខភាពល្អហើយសំខាន់អ្នកគ្រូរកខ្លួនឯងឃើញច្បាស់ទៀតប៉ុន្តែចង់ដឹងទៀតព្រោះដោយសារតែអ្នកគ្រូថាពេលកំឡុងពេលហាត់ហ្នឹងយើងអត់ទាន់លាឈប់ពីការងារអញ្ចឹងសំណួរដែលខ្ញុំចង់សួរអ្នកគ្រូហ្នឹងថាពេលណាដែលអ្នកគ្រូសម្រេចចិត្តហ្មងថាទោះមិនក៏ដោយក៏ខ្ញុំត្រូវតែឈប់ហើយខ្ញុំចង់ផ្លាស់ប្ដូរខ្លួនឯងខ្ញុំចាប់ជំនាញមួយនឹងហ្មងចាត្រង់ចំណុចមួយគឺខ្ញុំគិតថាជំនាញដែលខ្ញុំរៀនហ្នឹងវាបានផ្ដល់មូលដ្ឋានគ្រឹះដល់ជីវិតខ្ញុំគ្រប់គ្រាន់ហើយដោយសារខ្ញុំបានរៀនចប់បរិញ្ញាបត្រហើយខ្ញុំបានប្រើប្រាស់ចំណេះដឹងរបស់ខ្ញុំរយៈពេល6ឆ្នាំជាពេលវេលាមួយខ្ញុំអាចពិសោធន៍ដឹងថាខ្ញុំអាចអភិវឌ្ឍខ្លួនឯងដល់កម្រិតណាឬក៏យើងដឹងចូលចិត្តអីចឹងទៅដល់ចំណុចមួយដែលចំណុចហ្នឹងគឺដល់ស្ថានភាពដែលខ្ញុំជ្រើសរើសហ្នឹងគឺដោយសារតែពេលអំឡុងពេលចុងក្រោយខ្ញុំធ្វើការខ្ញុំហាក់បីដូចជាចុងក្រោយហ្នឹងគឺយើងអត់សូវមានគំនិតថ្មីក្នុងការវិស័យក្នុងការងាររបស់យើងអត់សូវមានគំនិតថ្មីដើម្បីទៅមុខទៀតហើយពេលហ្នឹងវារៀងហត់ដែរនិយាយទៅជារួមហត់ដែរដោយសារតែខ្ញុំស្រឡាញ់ yoga ពេលហ្នឹងខ្ញុំទទួលប្រហាត់ម៉ោងច្រើនដែរចាអញ្ចឹងទៅយើងធ្វើការ8ម៉ោងហើយប្រហាត់ព្រលឹមឡើងខ្ញុំចូលប្រហាត់កូនសិស្សហើយខ្ញុំទៅធ្វើការពេញម៉ោងហើយចេញពេញម៉ោងហើយខ្ញុំត្រូវទៅប្រហាត់កូនសិស្សទៀតជិះអាចថារយៈពេលកន្លែងខ្លះឆ្ងាយ1ម៉ោងឬក៏1ម៉ោងតិចជាងតិចតួចអញ្ចឹងទៅខ្ញុំស៊ូបានដូចជាកន្លះឆ្នាំអញ្ចឹងពេលហ្នឹងដោយសារតែខ្ញុំសង្កេតឃើញថាបើខ្ញុំនៅតែបន្តធ្វើយកទាំងអស់បែបហ្នឹងគឺខ្ញុំនឹងហត់ហើយនឹងឈឺចឹងខ្ញុំមិនអាចស្ថិតនៅស្ថានភាពនឹងបែបហ្នឹងទៀតទេចឹងបានជាខ្ញុំសម្រេចចិត្តថាខ្ញុំត្រូវតែឈប់
ហើយមួយវិញទៀតជំនាញដែលខ្ញុំរៀនមុនខ្ញុំគិតថាល្អប៉ុន្តែវាអាស្រ័យទៅលើបុគ្គលិកលក្ខណៈរបស់មនុស្សមួយដោយថាអ្នកខ្លះគាត់រៀនទៅគាត់ធ្វើខាងហ្នឹងគឺល្អដោយសារតែអាចអភិវឌ្ឍទៅលើចំណេះដឹងខាងគីមីចំណីអាហារហ្នឹងហើយអភិវឌ្ឍទៅលើដោយថាយើងចេះ skill បែបពិនិត្យសុខភាពឬក៏កែច្នៃអីមួយដើម្បីឲ្យប្រទេសយើងមានការអភិវឌ្ឍប៉ុន្តែគាត់ជាមនុស្សចូលចិត្តខាងហ្នឹងតែខ្ញុំសង្កេតមើលតាមរយៈបទពិសោធន៍ខ្ញុំអត់សូវមានគំនិតច្រើនក្នុងការច្នៃប្រឌិតទេហើយខ្ញុំចូលចិត្តបែបបរិយាកាសថ្មីជួបមនុស្សថ្មីហើយបរិបទមួយដែលបែប share បែបសន្តិភាពផ្លូវចិត្តដូចជា yoga ចាហ្នឹងហើយចុះពេលអ្នកគ្រូសម្រាប់ភ្លាមថាឈប់នឹងអ្នកគ្រូមានភាពភ័យខ្លាចទេដំបូងមានបន្តិចដែរមិនអត់ទេ តិចតួចប៉ុន្តែខ្ញុំចាប់ផ្ដើមឈប់ហ្នឹងគឺមានទំនុកចិត្តអាចថា80ទៅ90%ចា៎ព្រោះដោយសារតែខ្ញុំអត់តន់ពេលដោយសារតែខ្ញុំអត់ឈប់ភ្លាមទេគឺពេលហ្នឹងគឺខ្ញុំធ្វើការផងខ្ញុំបង្រៀនយូហ្គាអាចថាបានខ្ញុំស្គាល់យូហ្គាបានប្រហែលជា2ទៅ3ឆ្នាំហើយអញ្ចឹងខ្ញុំអាចដឹងផ្លូវដើរខ្លះដែលជាហេតុធ្វើឲ្យខ្ញុំអត់សូវមានអារម្មណ៍ភ័យខ្លាចច្រើនចាអ្នកគ្រូអញ្ចឹងពេលដែលអ្នកគ្រូបញ្ចប់ក្នុងការកន្លែងដែលអ្នកគ្រូធ្វើការភ្លាមអ្នកគ្រូអត់ចង់និយាយថាមានភាពភ័យខ្លាចដែរតែមានភាពភ័យខ្លាចតិចតែតិចភាពភ័យខ្លាចតិចហ្នឹងភ័យខ្លាចទៅលើអីគេដោយសារតែយើងធម្មតាយើងរៀនយើងធ្វើការខាងនោះគឺយើងធ្លាប់បានសិក្សារយៈពេល6ឆ្នាំមានន័យថាវាជាមូលដ្ឋានគ្រឹះសម្រាប់ជីវិតយើងវាគឺជាអ្វីដែលយើងមូលដ្ឋានគ្រឹះមែនប៉ុន្តែយើងត្រូវចំណាយពេលច្រើនឆ្នាំដើម្បីបានវាមានថាវារឹងមាំដែរដើម្បីអាចថាជួយផ្ដល់ការទ្រទ្រង់ជាប្រាក់កម្រៃសម្រាប់ផ្គត់ផ្គង់ការរស់នៅរបស់យើងផងដែរនេះដែលជាហេតុដែលយើងមានអារម្មណ៍ថាភ័យខ្លាចយើងគិតថាបើយើងមកខាងនេះទៅអាចថាអត់អាចផ្គត់ផ្គង់នៅតម្រូវការរបស់យើងបានពេញលេញចានេះគឺជាអ្វីដែលខ្ញុំគិតតិចតួចអញ្ចឹងពីឥឡូវមកដល់ពេលនេះអញ្ចឹងអ្នកគ្រូគិតថាការសម្រេចចិត្តរបស់អ្នកគ្រូដែលពីមុនយើងធ្វើការរហូតដល់8ឆ្នាំហើយឥឡូវយើងមកធ្វើជាគ្រូយូហ្គាអ្នកគ្រូគិតថាអ្នកគ្រូសម្រេចចិត្តត្រឹមត្រូវដែរឬទេខ្ញុំគិតថាខ្ញុំសម្រេចចិត្តពិតជាត្រឹមត្រូវដោយសារតែខ្ញុំបានធ្វើអ្វីដែលខ្លួនចង់ធ្វើយើងបានបំពេញនៅភារកិច្ចដែលថាពីទូចឡើងខ្ញុំជាអ្នកចូលចិត្តរៀនអញ្ចឹងខ្ញុំបានរៀនហើយខ្ញុំចង់ចាប់ជំនាញអីមួយអញ្ចឹងខ្ញុំបានឆ្លងកាត់ជំនាញហើយតែមកខ្ញុំចង់មានជីវិតមួយបែបអ្នកធ្វើការខ្ញុំក៏បានឆ្លងកាត់ទោះបីខ្ញុំមិនបានធ្វើរហូតប៉ុន្តែខ្ញុំបានឆ្លងកាត់ហាក់វាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាគ្រប់គ្រាន់ហើយមួយទៀតបច្ចុប្បន្នខ្ញុំជ្រើសរើសយូហ្គាអញ្ចឹងមានន័យថាអ្វីដែលខ្ញុំចង់បានពីទូចគឺខ្ញុំបានស្គាល់រសជាតិបានឆ្លងកាត់ហ្នឹងហើយអញ្ចឹងខ្ញុំអត់មានពាក្យថាស្ដាយក្រោយទេចាអ្នកគ្រូបើសិនជាស្ដាប់អ្វីដែលអ្នកគ្រូបានរៀបរាប់មិញហ្នឹងពាក្យថាស្ដាយក្រោយចំពោះអ្នកគ្រូគឺអត់មានទេព្រោះដោយសារអ្នកគ្រូបានស្វែងរកខ្លួនឯងឃើញអញ្ចឹងការស្វែងរកខ្លួនឯងឃើញតាក់ទងជាមួយនឹងយូហ្គាហ្នឹងតើវាផ្លាស់ប្ដូរទៅលើអត្តចរិតឬក៏បុគ្គលិកលក្ខណៈអ្នកគ្រូមិនខ្លះព្រោះដោយសារតែអ្នកគ្រូធ្វើការនៅក្នុងកន្លែងដែលជាបន្ទប់មន្ទីរពិសោធន៍ប៉ុន្តែនៅក្នុងបន្ទប់មន្ទីរពិសោធន៍ហ្នឹងអ្នកគ្រូអាចប្រាប់បានដែរថាធ្វើការមានគ្នាច្រើនណាស់ឬទេឬក៏យើងប្រស្រ័យតាក់ទងគ្នាដោយរបៀបណាព្រោះដោយសារខ្ញុំមកដើរធ្វើការនៅក្នុងបរិយាកាសបែបហ្នឹងឯងអញ្ចឹងខ្ញុំចង់ដឹងពីអ្នកគ្រូព្រោះអានេះវាជាមេរៀនមួយថ្មីហ្មងព្រោះអ្នកដែលគាត់អត់ដឹងក៏ដូចជាខ្ញុំអញ្ចឹងខ្ញុំចង់ដឹងតែម្ដងថាតើធ្វើការនៅក្នុងបន្ទប់មន្ទីរពិសោធន៍នឹងវាមានលក្ខណៈបែបណាហេតុអីបានអ្នកគ្រូថាវាមានបញ្ហា stress ខ្លាំងចានិយាយទៅបន្ទប់មន្ទីរពិសោធន៍មានលក្ខណៈស្ងប់ស្ងាត់ចាហើយការបែងចែកជាបន្ទប់ខណ្ឌទៅតាមមុខងារនៃការពិសោធន៍មួយអញ្ចឹងនៅក្នុងលក្ខខណ្ឌនៃការពិសោធន៍គឺគេអត់តម្រូវឲ្យមានបុគ្គលិកឬក៏អ្នកធ្វើការច្រើនគ្នាទេអាចតម្រូវទៅតាមផ្នែកទូនាទីមួយអញ្ចឹងដូចថាទូនាទីរបស់បងផ្នែកពិនិត្យខាងអីមួយយើងត្រូវចូលទៅបន្ទប់ដែល specific ខាងដែលយើងធ្វើនឹងចាអញ្ចឹងអាចថាតាមទំហំការងារខ្លះគឺតម្រូវឲ្យបងចូលតាមម្នាក់ឯងទេចាហើយការងារខ្លះតែខ្លះតម្រូវឲ្យយើងចូល2នាក់ដែរប៉ុន្តែពេលដែលយើង
ទៅស្ថានភាពហ្នឹងពេលយើងធ្វើគឺដោយសារតែខ្ញុំធ្វើផ្នែកខាងគុណខាងផលិតគុណភាពអញ្ចឹងយើងត្រូវការស្តង់ដារបែប clean អញ្ចឹងគឺពេលយើងធ្វើយើងត្រូវការរៀបចំខ្លួនរបស់យើងទាំងការពាក់ម៉ាស់ទាំងការពាក់ខោអាវទាំងការស្លៀកពាក់ខោអាវត្រូវការសុវត្ថិភាពត្រូវការ sterile សម្រាប់មេរោគសិនមុននឹងចូលទៅហើយនៅពេលម្លងពេលយើងធ្វើការហ្នឹងគឺការនិយាយគ្នាគឺមិនតម្រូវឲ្យនិយាយច្រើនទេព្រោះយើងត្រូវផ្ដោតលើតេស្តរបស់យើងដើម្បីទទួលបានគុណភាពល្អហើយនឹងអត់ជៀសវាងការឆ្លងពីមេរោគពីខាងក្រៅចូលទៅដល់តេស្តរបស់យើងអញ្ចឹងគឺពេលយើងធ្វើយើងអត់សូវបាននិយាយគ្នាប្រស័យតាក់ទងអីទេគឺរៀងខ្លួនច្បាស់លាស់ចាអញ្ចឹងពេលហ្នឹងបងមានអារម្មណ៍ថាឯកាដែរឬទេបងបើនិយាយរឿងបើសម្រាប់បងគិតថាអត់ឯកាទេស្ថានភាពពេលហ្នឹងអត់ឯកាទេចាបើនិយាយរឿងឯកាអត់ឯកាទេហើយបាត់stress តិចតួចដែរហ្នឹងហើយចាបងតែកន្លែងហ្នឹងវាអាស្រ័យលើចរិតរបស់បុគ្គលិកលក្ខណៈរបស់មនុស្សយើងមួយទេបងសង្កេតឃើញថាបុគ្គលខ្លះគាត់អត់អីទេគាត់ចូលចិត្តបែបហ្នឹងគាត់ត្រូវនឹងអត់និយាយគ្នាស្ងប់ស្ងាត់អីចឹងគឺគាត់ទទួលបាននៅអារម្មណ៍បែប peace ចាបងក៏ទទួលអារម្មណ៍បែប peace ដែរនិយាយទៅបងធ្លាប់ធ្វើហ្នឹងគឺបងពេញចិត្តនឹងបែប peace ប៉ុន្តែបានជាចុងក្រោយបងស្គាល់ខ្លួនឯងច្បាស់ដោយសារយើងជាមនុស្សមួយដែលមិនត្រឹមតែត្រូវការបែបហ្នឹងទេគឺយើងចង់ទៅស្គាល់មនុស្សឲ្យបានច្រើននៅខាងក្រៅចាអត្តចរិតបងពីធម្មជាតិមកជាលក្ខណៈថាយើងស្ងប់ស្ងាត់ជាក្មេងម្នាក់ដែលចូលចិត្តរៀនសូត្រឬក៏អត្តចរិតរបស់យើងចូលចិត្តនិយាយច្រើនបើជាអត្តចរិតតែម្ដងពីក្មេងឡើយគឺអត់សូវចូលចិត្តនិយាយច្រើនចូលចិត្តរៀនហ្នឹងហើយជាហេតុមួយដែលខ្ញុំធ្វើការនៅក្នុងទីផ្សារបានរយៈពេល8ឆ្នាំដោយសារយើងមានបុគ្គលិកលក្ខណៈពីកំណើតចាបងប៉ុន្តែដល់អាយុមួយយើងហាក់ដូចជាបុគ្គលិកលក្ខណៈពីកំណើតហ្នឹងវាដូចឆេងដូចបដូរហ្នឹងហើយបែរជាប្រាប់ខ្ញុំថាខ្ញុំត្រូវតែទៅជួបមនុស្សផ្សេងទៀតប៉ុន្តែមិនមែនការងារនឹងអត់ល្អទេព្រោះខ្ញុំធ្វើហ្នឹងគឺធ្វើទាំងពេញចិត្តទេ8ឆ្នាំហ្នឹងចាបើសិនជាអត់ពេញចិត្តមានសម្ពាធច្រើន stress ច្រើនក៏បងអត់អាចនៅដល់រហូតដល់8ឆ្នាំដែរអញ្ចឹងវាគួរឲ្យចាប់អារម្មណ៍មែនតើយើងសុខចិត្តបោះចោល8ឆ្នាំហើយមកចាប់ផ្ដើមយូហ្គាពីគេហៅថាកម្រិត0ទៅវិញណាអញ្ចឹងខ្ញុំមានអារម្មណ៍ថាបើសិនជាខ្ញុំមានភាពភ័យខ្លាចព្រោះដោយសារបងមានភាពក្លាហានមែនតើមានភាពក្លាហានយើងបោះចោល8ឆ្នាំយើងមានប្រាក់ខែមួយដែលសមរម្យដែលយើងអាចនិយាយថាវាជា comfort zone របស់យើងត្រូវអត់បងអញ្ចឹងហើយខ្ញុំឃើញថាខ្ញុំកោតសរសើរបងដែលបងហ៊ានលះបង់អ្វីដែលជា comfort zone របស់យើងហើយយើងចាប់ផ្ដើមអ្វីដែលថ្មីយើងស្វែងរកខ្លួនឯងឃើញជាអ្នកគ្រូយូហ្គាចាអញ្ចឹងនៅពេលដែលបងប្រហាត់បរិញ្ញាជាគ្រូអញ្ចឹងនៅក្នុងពេលដែលយើងធ្វើជាគ្រូហ្នឹងតើបងមានឧបសគ្គអីខ្លះទេបងពេលដែលយើងប្រហាត់បរិញ្ញាក៏ដូចជាពេលដែលយើងចេញទៅប្រហាត់បរិញ្ញានៅខាងក្រៅមានឧបសគ្គខ្លះដែរអូនក្នុងអំឡុងពេលរៀននិងពេលប្រហាត់ដោយសារពេលរៀនតិចតួចដែរចាបងតិចតួចដែរដោយសារតែយើងចាប់ផ្ដើមរៀនភ្លាមតាក់ទងនឹងបច្ចេកទេសយូហ្គាអីចឹងយើងដំបូងគឺខួរក្បាលយើងមានន័យថាថ្មីអញ្ចឹងចាប់ដូចអត់សូវបានដូចថាអ្វីថ្មីទាំងអស់ចាអញ្ចឹងយើងរៀងជំនះឧបសគ្គវាថាថ្មីអញ្ចឹងយើងគ្រាន់តែស៊ាំមួយភាពថ្មីរបស់យូហ្គាហ្នឹងតែដោយសារការហាត់របស់យើងធ្វើឲ្យយើងមានអារម្មណ៍ល្អចាហើយនឹងអត្ថប្រយោជន៍គឺបងអត់អាចបោះបង់យូហ្គាបានហើយមួយវិញទៀតឧបសគ្គតាក់ទងទៅនឹងការបង្ហាត់ដំបូងដោយសារតែយើងអត់ដែលធ្លាប់បង្ហាត់អញ្ចឹងហើយយើងជាមនុស្សដែលមានបុគ្គលិកលក្ខណៈពីកំណើតគឺអត់សូវនិយាយហើយនឹងអត់សូវមានទំនាក់ទំនងដែរអញ្ចឹងណាអញ្ចឹងនៅពេលយើងបង្ហាត់គឺទាមទារយើងត្រូវចេះទំនាក់ទំនងនិងនិយាយទៅកាន់កូនសិស្សអញ្ចឹងវារៀងchallenge មួយបងខ្លះខ្លាំងដែរអញ្ចឹងថ្ងៃដំបូងដែលបងទៅប្រហាត់កូនសិស្សបងមានអារម្មណ៍ថាភ័យច្រើនហើយយើងអត់ដឹងថាយើងត្រូវនិយាយអីតែបងតែងតែលើកទឹកចិត្តខ្លួនឯងថាត្រូវតែរៀននិយាយត្រូវតែផ្លាស់ប្ដូរខ្លួនឯងព្រោះយើងដើម្បីយើងចែករំលែកនៅអ្វីដែលល្អជាយូហ្គាឲ្យទៅកាន់អ្នកដទៃគាត់បានទទួលបានផលប្រយោជន៍ពីយូហ្គាច
ចាបងស្ដាប់មើលទៅបងប្រកែកមែនទែនហើយខ្ញុំ ចា៎ សរសើរបងព្រោះដោយសារ story របស់បងមកដូចបងបានប្រាប់ចឹងថាបងជាអ្នកដែលអត់សូវប្រកែកនិយាយគេហៅថា introvert អញ្ចឹងហើយពេលដែលបងផ្លាស់ប្ដូរខ្លួនឯងអញ្ចឹងបងមានភាពក្លាហានណាព្រោះអ្នកខ្លះដែលគាត់ស្ដាប់ចុងក្រោយគាត់កំពុងតែ stuck នៅ comfort zone គាត់អត់ដឹងថាតើគាត់ទៅរកផ្លូវណាតែពេលដែលបងបានចែកម្លែកបែបនេះអញ្ចឹងគាត់ចាប់ផ្ដើមគិតថាតើគាត់ត្រូវរកដំណោះស្រាយអីដើម្បីឲ្យគាត់ចេញពីកន្លែងដែលសនុកសុខស្រួលរបស់គាត់ប៉ុន្តែសារដែលបងប្រាប់មកក៏ដូចជាបទពិសោធន៍របស់បងខ្ញុំមានអារម្មណ៍ថាខ្ញុំកោតសរសើរបងមានភាពក្លាហានបោះចោលទៅលើការងារចាស់របស់យើងហើយយើងចាប់ផ្ដើមជាមួយនឹងគ្រូយូហ្គាហើយផ្លាស់ប្ដូរអត្តចរិតរបស់យើងអញ្ចឹងបងប្រកែកមែនតើខ្ញុំពិតជាកោតសរសើរបងដូចជាការតាក់ទងជាមួយនឹង soft skill អញ្ចឹង soft skill ការនិយាយជាសាធារណៈការដឹកនាំអញ្ចឹងវាមិនមែនមានភាពងាយស្រួលទេប៉ុន្តែបងអាចធ្វើបានពីមនុស្សម្នាក់ដែលយើងថាយើងអត់សូវនិយាយស្ដីតែយើងបានផ្លាស់ប្ដូរអញ្ចឹងបងគិតថាយូហ្គាផ្លាស់ប្ដូរអត្តចរិតបងឬក៏បងផ្លាស់ប្ដូរដោយរបៀបណាបើនិយាយទៅបើតាមបងសង្កេតយូហ្គាផ្លាស់ប្ដូរបងតាមរយៈការហាត់ជាប់លាប់របស់បងដែរហ្នឹងហើយអញ្ចឹងនៅពេលដែលបងហាត់វាហាក់បីដូចវា release stress ហើយចរន្តឈាមបងដើរស្រួលចា៎អញ្ចឹងទៅទី1គឺធ្វើបងមានអារម្មណ៍ល្អហើយមានទំនុកចិត្តអារម្មណ៍ល្អហើយបងចេះផ្ដោតអារម្មណ៍ជាងមុនមិនថាពេលបងរៀនបងអាចរៀនជំនាញថ្មីបងអាចរៀនឆាប់ចេះជាងមុនហ្នឹងហើយបើបងចាប់អីដែលថ្មីគឺបងអាចផ្ដោតអារម្មណ៍បានច្រើននិងមានគណិតច្នៃប្រឌិតជាងមុនចាបងប្រកែកមែនតើហើយតាក់ទងជាមួយនឹងការប្រហាត់បរៀននៅក្នុងថ្នាក់អ្វីដែលបងគិតថាវាជាឧបសគ្គខ្លាំងជាងគេព្រោះដោយសារតែខ្ញុំចង់ដឹងថាបងអត់សូវប្រកែកនិយាយហើយបងថាពេលដែលយើងនិយាយសាធារណៈទៅយើងរៀងមានភ័យខ្លាចតែវាធ្វើមិនឲ្យពេលដែលបងបរៀននៅក្នុងថ្នាក់ហ្នឹងបងបើកចិត្តទលាយហើយបងនិយាយចុះខ្ញុំចង់ដឹងមែនតើបងអាចប្រាប់ deep ជាងនឹងតិចបានអត់ដោយសារតែយើងមានអត្តចរិតមួយរៀងគេហៅថាស្ងប់ស្ងាត់អត់សូវចេះនិយាយច្រើនតំណែងតំណងអាចជាឧបសគ្គមួយធំដែរអញ្ចឹងដើម្បីជំនះឧបសគ្គហ្នឹងគឺបងមានគន្លឹះខ្លះចាអញ្ចឹងគន្លឹះដែលសំខាន់សម្រាប់បងគឺការហ្វឹកហាត់យូហ្គាជាប្រចាំចាគឺពេលដែលបងហ្វឹកហាត់ជាប្រចាំជួយឲ្យបងជួយអារម្មណ៍បងល្អហើយនឹងមានស្ថិរភាពហើយមួយទៀតនៅពេលដែលបងចិត្តដល់ម៉ោងប្រហាត់កូនសិស្សគឺបងជាភាគច្រើនគឺបងចិត្តសម្រួលអារម្មណ៍បងអត់សូវចិត្តនិយាយច្រើននៅពេលហ្នឹងគឺអត់និយាយច្រើនសម្រួលអារម្មណ៍ហើយបងតែងតែនិយាយជាមួយខ្លួនឯងថាខ្ញុំអាចធ្វើបានហ្នឹងហើយមួយវិញទៀតនៅពេលដែលខ្ញុំចាប់ផ្ដើមចូលដល់ថ្នាក់គឺថ្ងៃដំបូងគឺបងទៅមុនម៉ោងហ្នឹងហើយបងអាចទៅចាំកូនសិស្សកន្លះម៉ោងឬក៏20នាទីបងអាចពេលទៅដល់ហ្នឹងគឺបងអាចអង្គុយធ្វើសម្រួលដង្ហើមឬជាសមាធិឬក៏ហាត់ក្បាច់ stretching ខ្លះហ្នឹងហើយអញ្ចឹងនៅពេលដែលកូនសិស្សមកដល់គឺបងរួចរាល់សម្រាប់ខ្លួនឯងអញ្ចឹងបងនឹងមានអារម្មណ៍ល្អជូនពួកគាត់ចាបងអញ្ចឹងតាក់ទងជាមួយនឹងការបរៀនការផ្លាស់ប្ដូរអញ្ចឹងយូហ្គាគឺផ្លាស់ប្ដូរទាំងទំនុកចិត្តបងទាំងធ្វើឲ្យបងខ្លាចជាអ្នកដែលមានភាពជាអ្នកដឹកនាំអញ្ចឹងយូហ្គាគឺមានភាពវិសេសវិសាលមែនតើអញ្ចឹងអត្ថន័យយូហ្គាចំពោះបងអាចផ្ដល់អត្ថន័យចំពោះយូហ្គាចំពោះបងមានន័យមិនដែរយូហ្គាចំពោះបងគឺវាជាដូចជាមធ្យោបាយដូចជាផ្លូវចាដ៏អស្ចារ្យមួយដែលអាចធ្វើឲ្យបងទៅកាន់អ្វីបងចូលចិត្តពោះបងពីដើមឡើយគឺយើងមានគោលការណ៍មួយគឺស្រឡាញ់សន្តិភាពសេចក្តីសុខផ្លូវចិត្តនេះគឺជាអ្វីបងចង់បានហើយយូហ្គាគឺជាអ្វីដែលបងត្រូវការហើយគឺជាផ្លូវមួយហ្នឹងហើយជាមធ្យោបាយមួយដែលធ្វើឲ្យបងបាននៅអ្វីបងចង់បានចាបងចុះបើសិនជាអ្នកស្ដាប់របស់យើងដែលគាត់អត់សូវស្គាល់ពីយូហ្គាអញ្ចឹងបងមានអីដែលលើកទឹកចិត្តគាត់ឲ្យគាត់មករៀនថ្នាក់យូហ្គាសម្រាប់កូនសិស្សដែលគាត់អត់សូវស្គាល់ពីយូហ្គាដើម្បីលើកទឹកចិត្តខ្ញុំសូមជំរើសទី1គឺឲ្យគាត់សាកល្បងចាពួកពេលខ្លះគាត់ឮថាយូហ្គាល្អតែគាត់អត់ដែលបានសាកល្បងទេអញ្ចឹងសម្រាប់បងគឺការសាកល្បងគឺសំខាន់ណាស់
ព្រោះជំហានដែលយើងសាកល្បងគឺយើងបានដឹងបានស្គាល់អញ្ចឹងយើងអាចសាកល្បងម្ដងហ្នឹងទៅហើយយើងអាចថាម្ដង2ដង3ដងហើយតមកយើងសិក្សាពីខ្លួនឯងថាលើកទី1យើងមានអីប្លែកអត់ព្រោះដែលថាគាត់គឺជាអ្នកដែលអត់ដែលហាត់ពីមុនមកអញ្ចឹងបងជឿជាក់ថាលើកទី1របស់គាត់ច្បាស់ជាមានអីប្លែកតិចតួចខ្លះជាពិសេសគឺផ្នែកអារម្មណ៍ផ្លូវចិត្តចាដោយបទពិសោធន៍ដែលបងបានហាត់តវងផ្ទាល់អញ្ចឹងថាពេលដែលយើងហាត់តវងយើងផ្លាស់ប្ដូរខ្លួនឯងមិនអញ្ចឹងយើងចង់ឲ្យពួកគាត់ទទួលបានអារម្មណ៍នឹងដូចគ្នាអញ្ចឹងតាក់ទងជាមួយនឹងការបងហាត់បងរៀនថ្នាក់របស់បងផ្ទាល់តើបងបង្ហាត់បង្រៀនថ្នាក់អីគេខ្លះហើយ style អីគេដែលបងចូលចិត្តចាខ្ញុំបច្ចុប្បន្នខ្ញុំបង្ហាត់វិញ្ញាសាហើយនិង inside flow តែវិញ្ញាសាខ្ញុំបង្ហាត់យូរហើយខ្ញុំស្គាល់ yoga ដំបូងគឺ style វិញ្ញាសាហើយខ្ញុំបន្តលះស្គាល់ហាត់ខ្លួនឯងក៏ដូចជាចែកចំណេះដឹងដល់កូនសិស្សតែនៅក្នុងអំឡុងឆ្នាំ2025អំឡុងខែ4ខ្ញុំបានស្គាល់ inside flow style ថ្មីមួយទៀតចាអញ្ចឹងបានជា style ថ្មីមួយទៀតតាមរយៈខ្ញុំដឹង inside flow តាមរយៈការនិយាយអំពីបងស្រីម្នាក់គាត់បាននិយាយពីឈ្មោះ inside flow អញ្ចឹងនៅពេលដែលគាត់និយាយឈ្មោះ inside flow ហើយគាត់បានឲ្យវីដេអូខ្ញុំមើលពេលហ្នឹងណាអញ្ចឹងនៅពេលដែលគាត់ឲ្យវីដេអូខ្ញុំមើលខ្ញុំគ្រាន់តែឃើញវីដេអូភ្លាមខ្ញុំមានអារម្មណ៍ចាប់ចិត្តភ្លាមដោយសារតែinside flow វាមានបទចម្រៀងហើយមួយទៀតមានកាយវិការរស់រវើកអញ្ចឹងក្រោយពីខ្ញុំបានមើលមួយផ្លែតហ្នឹងហើយខ្ញុំក៏ចាប់ចិត្តខ្ញុំមកដល់ផ្ទះខ្ញុំ search បន្ថែមទៀតទៅតាមរយៈ YouTube Google ហើយនឹងInstagram ហើយដើម្បីបានព័ត៌មានច្រើនដើម្បីថាមានអ្វីនៅក្នុងហ្នឹងអញ្ចឹងទៅក្នុងក្រោយពីខ្ញុំឃើញហើយខ្ញុំមានអារម្មណ៍ថាពេញចិត្តខ្ញុំក៏សម្រេចចិត្តរៀន Inside Flow តាមក្រោយវិញ្ញាសាមកមុខទៀតចាអញ្ចឹងពេលដែលបងរៀនហ្នឹងបងរៀនតាមonline ឬក៏បងរៀនផ្ទាល់ដែរចំពោះ style វិញ្ញាសាខ្ញុំរៀនផ្ទាល់នៅស្រុកខ្មែរយើងចាហើយចំពោះ Inside Flow ខ្ញុំរៀនតាម online សិនចាហើយបងអាចប្រាប់ពីដំណើរនៃការរៀន Inside Flow បានទេព្រោះដោយសារ Inside Flow វាគឺជា style yoga ថ្មីវាដូចជាថ្មីនៅប្រទេសយើងហ្មងអញ្ចឹងខ្ញុំចង់ឲ្យបងចែកលេខតាក់ទងជាមួយនឹង Inside Flow មានអត្ថន័យបែបណាហេតុអីបានជាបងជ្រើសរើសយក Inside Flow ដើម្បីយកមកបរៀននៅក្នុងប្រទេសកម្ពុជារបស់យើងចាដើមហេតុគឺមកពីដំបូងយើងចូលចិត្តខ្លួនឯងហ្នឹងហើយចូលចិត្តខ្លួនឯងហើយបងបានសិក្សាបន្ថែមតាមរយៈការ research របស់បងចាឃើញពីគុណសម្បត្តិហើយនឹងលក្ខណៈដែលត្រូវបន្ថែមទៅលើជំនាញយើងចាស់ដែលជំនាញយើងចាស់យើងអត់ទាន់មានដូចជាយើងចាស់បែបបុរាណបែបផ្ដោតទៅលើដង្ហើមផ្ទាល់ខ្លួនទៅលើក្បាច់ stretching ហើយដល់ពេល Inside Flow បងតាមរយៈរូបភាពវីដេអូហើយនឹងការ research បន្ថែមវាបែបជាមានចម្រៀងអញ្ចឹងវាថ្មីដែរព្រោះចម្រៀងបែប modern អញ្ចឹងទៅហើយវា express បង្ហាញអារម្មណ៍ផ្សេងៗតាមបទចម្រៀងចាវាមានសប្បាយចិត្ត happy លើកទឹកចិត្តហើយនឹងដាស់តឿនផ្សេងៗជាច្រើនទៀតត្រង់ចំណុចហ្នឹងហើយដែលអត់មាននៅក្នុង style ចាស់តែ style ចាស់បើក៏ style វិញ្ញាសាក៏បងអត់បោះបង់ដែរព្រោះវាក៏មានអត្ថប្រយោជន៍ច្រើនហើយ Inside Flow គឺជាអ្វីដែលបងត្រូវបន្ថែមអញ្ចឹងគិតដោយសារតែគុណសម្បត្តិដែលបងគិតថាត្រូវបន្ថែមនឹងហើយបានជាបងសម្រេចចិត្តថាជ្រើសរើសInside Flow ហើយដោយសារតែអត្ថប្រយោជន៍ទាំងនឹងហើយបានជាបងប្រហែលខែបន្ទាប់មកបងអត់ទាន់សម្រេចចិត្តរៀនភ្លាមទេហើយបងឃើញព័ត៌មានឃើញពីអត្ថប្រយោជន៍ហើយបងវឹកហាត់ខ្លួនឯងចាវឹកហាត់សាកខ្លួនឯងបាន 3-4 ខែដែរបាទ3-4 ខែចូល5ខែអាហ្នឹងអត់ទាន់ចូលវគ្គគ្រូទេវឹកហាត់នៅផ្ទះចាដោយសារតែពេលបងវឹកហាត់ហ្នឹងមានជួបឧបសគ្គដូចជាពេលខ្លះពេលយើងវឹកហាត់ទៅយើងអត់យល់ពី structure អត់យល់ពីវាមានអីនៅខាងក្នុងហ្នឹងយើងហាត់ទៅយើងទៅតែកាយវិការពេលហ្នឹងយើងទៅតែកាយវិការតែយើងមានអារម្មណ៍ថាយើងចង់ដឹងថាវាមានអីនៅខាងក្រោយហ្នឹងទៀតចាអញ្ចឹងទៅបងក៏ចង់រៀនវគ្គគ្រូតែដោយសារតែពេលវេលាអត់អំណោយផលដែលបើយើងទៅរៀនផ្ទាល់យើងពេលខ្លះមានជំរឿនពីរក្នុងការរៀន Inside Flow មានផ្ទាល់តែផ្ទាល់ហ្នឹងគឺយើងត្រូវទៅរៀននៅបរទេសដូចជាប្រទេសជិតខាងយើងដូចជាវៀតណាមឬក៏បាលី
ឥណ្ឌូនេស៊ីអញ្ចឹង ចា៎ សម្រាប់បងស្ថានភាពបច្ចុប្បន្នគឺបងអត់ទាន់អាចទៅបានដោយសារតែឆ្ងាយហើយយើងត្រូវនៅធ្វើការអញ្ចឹងដោយសារបងស្រឡាញ់បងឃើញមធ្យោបាយមួយគឺអនឡាញអញ្ចឹងអនឡាញមានន័យថាអាចនៅអ្វីដែលយើងកំពុងតែចង់បានគឺយើងអាចធ្វើបានភ្លាមហើយមិនចាំបាច់ចាំពេលហ្នឹងហើយក៏គេមានបង្ហាញមកប្រាប់ពីពេលយើងរៀននៅក្នុងវគ្គអនឡាញក៏គេមានវគ្គ Zoom ផ្ទាល់ដែរអញ្ចឹងគឺយើងអាចជួបពេលយើងរៀនហ្នឹងគឺយើងជួបអ្នកដែលរៀនផ្សេងពីប្រទេសផ្សេងគ្នាអញ្ចឹងពេលហ្នឹងក៏បងមានអារម្មណ៍ថាសប្បាយចិត្តព្រោះជាឱកាសមួយបងបានស្គាល់អ្នកដទៃមនុស្សដទៃនៅជុំវិញពិភពលោកចាព្រោះដោយសារតែ Inside Flow វាបែប community global community ចា៎នៅពេលដែលរៀនInside Flow តាមអនឡាញហ្នឹងយើងរៀនជាភាសាខ្មែរឬក៏យើងរៀនជាភាសាអង់គ្លេសដែរអំឡុងរៀនជាភាសាអង់គ្លេសអូនអូចា៎បងប៉ុន្តែមានចម្រុះជនជាតិដោយថាយើងរៀនជាភាសាអង់គ្លេសតែយើងក៏មិនមែនជនជាតិដើមហើយជាឧបសគ្គរបស់យើងប៉ុន្តែពេលហ្នឹងតែជាការលើកទឹកចិត្តរបស់បងអ្នកដែលចូលរួមហាត់ក៏មានអ្នកផ្សេងទៀតដែលជាមិនមែនជាជនជាតិដើមដូចគ្នាអញ្ចឹងមានន័យថាយើងមិនមែនតែឯងទេដែលមិនមែនជាជនជាតិដើមក្នុងភាសាអង់គ្លេសចាហើយគ្រូដែលគាត់បង្ហាត់ហ្នឹងក៏មានគ្រូជនជាតិដើមអង់គ្លេសហើយក៏គ្រូដែលមិនមែនជាជនជាតិដើមចាមានជនជាតិកូរ៉េជនជាតិអាល្លឺម៉ង់ផ្សេងគ្នាចាអញ្ចឹងនៅពេលកំឡុងពេលបងហាត់ហ្នឹងតើបងមានភាពលំបាកអីហ៎បងព្រោះដោយសារនេះថ្មីទៅបងសម្រាប់ស្រុកខ្មែររបស់យើងហើយយើងរៀនមិនមែនជាភាសាខ្មែរទៀតតើបងគិតថាវាមានឧបសគ្គខ្លាំងអត់សម្រាប់បងអញ្ចឹងណាចានិយាយទៅមានឧបសគ្គខ្លាំងគួរសមដែរដោយសារតែទីមួយភាសាបងអត់ភាសាយើងអត់សូវល្អហ្មងយើងអាចអានបានមើលយល់ប៉ុន្តែក្នុងការទំនាក់ទំនងនិយាយយើងធ្វើអត់សូវប្រកែកក្នុងការនិយាយជាភាសាអង់គ្លេសទេនឹងគឺជាឧបសគ្គទី1ហើយឧបសគ្គទី2គឺរៀនអនឡាញចាអនឡាញមានន័យថាពេលយើងធ្វើក្បាច់ខុសក្បាច់ត្រូវអីគ្រូគាត់មើលដិតដល់ហើយប៉ុន្តែក៏មានចំណុចខ្វះខាតកន្លែងខ្លះក៏គាត់មិនអាចមកជួយប៉ះយើងកែតម្រូវក្បាច់យើងបានដែរចាតែជាហេតុធ្វើឲ្យយើងត្រូវមើលវីដេអូឲ្យច្រើននិងស្វែងយល់ពីtechnique ក្នុងការសរសេររបស់គាត់ព្រោះគាត់រៀនហ្នឹងគឺគាត់មានជា workbook ឲ្យយើងដែរអញ្ចឹងយើងអាចអាន workbook នឹងបន្ថែមដើម្បីយើងដឹងថាក្បាច់យើងពិតជាធ្វើទៅត្រូវមែនឬក៏ខុសចាបងខ្ញុំគិតថាបងឆ្លងកាត់ការបទពិសោធន៍ដែលបងបទពិសោធន៍ជីវិតរបស់បងហ្នឹងគឺតាក់ទងជាមួយនឹងការយើងធ្វើការរយៈពេល8ឆ្នាំហើយយើងផ្លាស់ប្ដូរមកធ្វើជាគ្រូយូហ្គាហើយបន្ទាប់មកយើងរៀនតាក់ទងជាមួយនឹងថ្នាក់អនឡាញ Inside Flow តើអ្វីដែលធ្វើឲ្យបងមានការតាំងចិត្តខ្ពស់មិនងាយបោះបង់ក្នុងការចាប់ផ្ដើមអ្វីដែលថ្មីចង់ដឹងកលើពីអ្នកគ្រូមែនតើចានិយាយទៅតាក់ទងនឹងការតាំងចិត្តរបស់ខ្ញុំវាផ្អែកលើកត្តាផ្សេងអញ្ចឹងទី1ដោយសារតែខ្ញុំបច្ចុប្បន្នគឺដោយសារតែខ្ញុំបានដោយសារបទពិសោធន៍ជីវិតតាមរយៈការរៀនការធ្វើការបានធ្វើឲ្យខ្ញុំស្គាល់ថាខ្ញុំជាមនុស្សបែបណាអញ្ចឹងតាមរយៈបទពិសោធន៍ហ្នឹងគឺខ្ញុំដឹងថាខ្ញុំជាមនុស្សចូលចិត្តរៀនរហូតន័យថាអ្វីបើតែយើងឈប់ធ្វើការតាក់ទងនឹងជំនាញយើងសកលមែនយើងទៅជំនាញផ្សេងក៏យើងនៅតែចូលចិត្តរៀនចាហ្នឹងជាហេតុផលមួយហើយហេតុផលមួយទៀតគឺពីដំបូងឡើយខ្ញុំចេះ style ប្រហាត់បែប Vinyasa ហ្នឹងហើយ Vinyasa ខ្ញុំក៏ពិតជាចូលចិត្ត style Vinyasa ដូចគ្នាដោយសារពេលយើងហាត់ទៅគឺផ្ដោតជាមួយដង្ហើមចេញចូលរបស់យើងហើយជាមួយនឹងក្បាច់ពេលយើងហាត់ហើយយើងមានអារម្មណ៍ថារាងកាយបានធូរស្រាលបានស្រាលហើយនឹងមានថាមពលអញ្ចឹងក្រោយពីខ្ញុំយល់ដឹងពីអត្ថប្រយោជន៍ Vinyasa ហើយខ្ញុំក៏ត្រូវស្វែងយល់អីដែលថ្មីពីលើហ្នឹងដែល Vinyasa អត់ទាន់មានអញ្ចឹង Inside Flow ដែលយើង commit ដោយសារតែមូលហេតុនេះហើយបានធ្វើខ្ញុំមានការតាំងចិត្តបែបហ្នឹងហើយ Inside Flow វាមាន technique វាមានហេតុផលផ្សេងដោយសារតែពេលយើងវាបន្ថែមពីលើ Vinyasa ដោយសារតែ Vinyasa បែបដូចយើងសមាធិ meditation ពេលយើងធ្វើគឺយើងផ្ដោតទៅលើរាងកាយនិងដង្ហើមយើងមួយហើយ Inside Flow គឺជាអីថ្មីអញ្ចឹងខ្ញុំជាដោយសារអត្តចរិតយើងចូលចិត្តអីថ្មីអញ្ចឹងពេលយើងចាប់ផ្ដើមរៀនគឺយើងចង់ដឹងចង់ចេះអញ្ចឹងនៅពេលដែលយើងបានហាត់ដំបូងគឺយើងឆ្ងល់យើងចេះតែឆ្ងល់វាមិនបានអញ្ចឹងដែលជាហេតុធ្វើខ្ញុំប្រឹងរៀនរហូតនៅពេលដែលខ្ញុំរៀនទៅខ្ញុំបានឃើញហេតុផលជាច្រើននៅក្នុង Inside Flow
ដែលជាជំរុញឲ្យយើងដើរអត់ព្រមឈប់ ដើរអត់ព្រមឈប់ចេះតែចង់រៀនថែមហើយនឹងចែករំលែកចំណេះដឹងទៅកាន់កូនសិស្សផ្សេងៗនៅក្នុង Insight Flow គឺមានបែបចម្រៀងដែលជា modern song អញ្ចឹងចម្រៀងដែលយើងយកមកប្រើនៅក្នុង Insight Flow វាមាន structure ច្បាស់លាស់អញ្ចឹងជាហេតុមួយដែលខ្ញុំឆ្ងល់ថា structure អីទៅច្បាស់លាស់អញ្ចឹងទៅខ្ញុំសិក្សាទៀតចា៎អញ្ចឹងទៅគេក៏ប្រាប់យើងដែរថាតាម structure ច្បាស់លាស់ហ្នឹងគឺប្រយោគនៅក្នុងបទចម្រៀងមាន8 beat អញ្ចឹងមានន័យថានៅក្នុងចម្រៀងដែលយកមកប្រើនៅក្នុង Insight Flow មិនមែនជាចម្រៀងដែលគ្រប់ចម្រៀងទាំងអស់ទេគឺចម្រៀងដែលមាន structure ច្បាស់លាស់គឺ8 beat បានយើងអាចយកមកប្រើប្រាស់នៅក្នុង Insight Flow បានហើយមួយទៀត Insight Flow វាមានលក្ខណៈដូចរាំអញ្ចឹងដោយសារតែខ្ញុំជាមនុស្សមួយដែលអត់សូវចេះនិយាយច្រើនដែលជាបុគ្គលិកលក្ខណៈពីធម្មជាតិរបស់យើងអញ្ចឹងវាជាអ្វីដែលយើងខ្វះខាតអញ្ចឹងខ្ញុំគិតថា Insight Flow វាអាចបំពេញនៅចំណុចខ្វះខាតសម្រាប់ជីវិតរបស់ខ្ញុំវាអាចបំពេញដោយថាមើលទៅមានភាពស្រស់ស្រាយដោយសារតែពេលយើងហាត់ទៅយើងដូចរាំព្រោះខ្ញុំជាទូទៅខ្ញុំអត់ចេះរាំទេហ្នឹងហើយខ្ញុំអត់ចេះរាំទេអញ្ចឹងនៅពេលដែលខ្ញុំហាត់ Insight Flow វាធ្វើឲ្យខ្ញុំទទួលបានអារម្មណ៍ថាខ្ញុំនឹងមានឱកាសអាចចេះរាំដូចគេដែរហ្នឹងគឺជាតាក់ចិត្តខ្ញុំកន្លែងហ្នឹងចាអញ្ចឹងពេលដែលអ្នកគ្រូហាត់ Insight Flow ហើយអ្នកគ្រូគិតថាអ្នកគ្រូអាចមូបានព្រោះដោយសារអ្នកគ្រូប្រាប់ថាដំបូងយើងអត់ចេះរាំទេហើយ Insight Flow ថាអញ្ចឹង Insight Flow វាលក្ខណៈថាលវនអញ្ចឹងពេលដែលដំបូងអ្នកគ្រូមានអារម្មណ៍ថាពិបាកបត់បែនដូចគេហើយមានអារម្មណ៍ខ្មាស់អៀនពីដំបូងឡើយគឺខ្ញុំហាត់ម្នាក់ឯងវាណាមើលឃើញហ្នឹងទៅហើយរៀនអនឡាញគ្រូក៏មើលអត់សូវឃើញដែរចាអញ្ចឹងអារម្មណ៍ខ្មាស់អៀនអត់សូវមានទេប៉ុន្តែយើងដឹងខ្លួនតែរឹងចាព្រោះពេលយើងហាត់ហ្នឹងខ្ញុំថតវីដេអូខ្លួនឯងដែរអញ្ចឹងខ្ញុំឃើញថាដូចនៅឆ្កងនៅរឹងចាអញ្ចឹងនៅពេលដែលខ្ញុំមើលការពេលខ្ញុំរៀនខ្ញុំមើលការណែនាំរបស់គ្រូគេថាត្រូវធ្វើម៉េចដើម្បីឲ្យ flow ទៅ smooth ចាហើយខ្ញុំមើលវីដេអូអ្នកដែលគេជំនាញផ្សេងនៅជុំវិញពិភពលោកតាមប្រទេសផ្សេងអញ្ចឹងទៅដែលធ្វើឲ្យយើងហាក់ចាប់បានទោះបីជាយើងរៀនអនឡាញក៏ដោយចាហ្នឹងហើយបន្ទាប់មកខ្ញុំព្យាយាមនៅក្នុង Insight Flow វាមានច្រើនបទ sequence បដូររហូតអញ្ចឹងខ្ញុំព្យាយាមហាត់មួយអាទិត្យ2បទឬក៏មួយអាទិត្យ2បទឬក៏1បទរាល់ពេលដែលខ្ញុំហាត់គឺខ្ញុំតែងតែថតវីដេអូខ្លួនឯងរហូតអញ្ចឹងខ្ញុំតែងពេលយើងថតវីដេអូគឺជាចំណុចសំខាន់មួយយើងអាចឃើញរាងកាយខ្លួនឯងថាខ្វះខាតឬក៏ត្រូវបន្ថែមកន្លែងណាអញ្ចឹងនៅពេលដែលខ្ញុំមើលវីដេអូទៅខ្ញុំឃើញមានចំណុចខ្វះខាតកន្លែងនេះស្ទើរបន្តិចអញ្ចឹងពេលខ្ញុំធ្វើលើក្រោយខ្ញុំប្រឹងឲ្យនឹងឲ្យខ្លាំងហើយកន្លែងខ្លះជើងយើងខុសអីដៃយើងខុសតិចតួចអញ្ចឹងយើងមើលកន្លែងខុសហ្នឹងយើងអាចកែលម្អពេលយើងកែហើយយើងថតវីដេអូម្ដងទៀតពេលយើងមើលម្ដងទៀតគឺឃើញត្រឹមត្រូវឃើញត្រូវចាអ្នកគ្រូអញ្ចឹងអ្នកគ្រូគិតថាអ្នកដែលគាត់មានរាងកាយរឹងហើយគាត់មានភាពខ្មាស់អៀនច្រើនតើគាត់អាចចូលរួមជាមួយនឹងថ្នាក់អ្នកគ្រូបានអត់សម្រាប់ខ្ញុំគឺបានដោយសារតែ Insight Flow បើយើងនិយាយទៅគឺគេធ្វើឡើងក្នុងគោលការណ៍គឺមិនចាំបាច់អ្នកមានបទពិសោធន៍ទេអាចថាអ្នកមានបទពិសោធន៍ហាត់ពីមុនមកក៏បានអ្នកអត់ក៏បានប៉ុន្តែគ្រាន់ថាអ្នកដែលគាត់អត់មានបទពិសោធន៍ហាត់យូហ្គាសោះគាត់ហាត់ទៅគាត់រៀងចាប់យឺតជាងគេដោយសារគាត់អត់ដែរស្គាល់យូហ្គាហ្នឹងហើយអញ្ចឹងគាត់អាចថាគាត់រៀងចាប់យឺតហើយគាត់ធ្វើទៅរៀងអត់ទាន់សូវបានល្អប៉ុន្តែបើអ្នកមានបទពិសោធន៍ហាត់ដូចអ្នកដែលធ្លាប់ហាត់យូហ្គាបែប flow គឺគាត់រាងកាយគាត់ចេះ move ចេះ stretching ចេះសន្ធឹងចេះអីអស់ហើយចាអញ្ចឹងនៅពេលដែលគាត់ចូលដល់ Insight Flow ទោះបីជាគាត់ដែរហាត់ក៏គាត់ចាប់បានលឿនជាងចាហើយនឹងឯងគាត់ចាប់បានលឿនជាងហើយគាត់ធ្វើក្បាច់ទៅរៀងត្រូវច្រើនជាងប៉ុន្តែបើសំណួរសួរថាអាចហាត់បានអត់ចំពោះអ្នកដែលមានរាងកាយរឹងហើយនឹងមានភាពខ្មាស់អៀនច្រើនគឺបានព្រោះដោយសារពេលយើងហាត់បច្ចុប្បន្នគឺយើងហាត់នៅក្នុងបន្ទប់យើងអត់មានយើងអត់ហាត់នៅខាងក្រៅទេតែបើអនាគតទៅយើងហាត់នៅខាងក្រៅក៏អត់មានអីខ្មាស់អៀនដែរដោយសារតែយើងមានគ្នាច្រើនចាហើយក៏មិនមែនមានតែយើងដែរបើតាមបទពិសោធន៍របស់បងស្រឡាញ់បងចូលចិត្តតែតាមរយៈការហាត់របស់បងក៏បងជួបនៅឧបសគ្គនឹងដូចគ្នាមានន័យថាបងជាអ្នកជួបឧបសគ្គមានភាពខ្មាស់អៀនបងជំនឿមានភាពខ្មាស់អៀនត្រូវឲ្យបងអាចធ្វើបានពេលខ្លះបងមានអារម្មណ៍ថាsurprise ខ្លួនឯងថាដូចជា
មិនបានធ្វើបានដោយសារបងមានភាពម៉ាស់អៀនហើយមួយទៀតរាងកាយរបស់បងมันជាទុនប្រមាណទេប៉ុន្តែក្រោយពីបងបានហាត់មួយរយៈបងឃើញជួយឲ្យបងកាត់បន្ថយភាពម៉ាស់អៀនបានបន្ថែមទៀតហ្នឹងហើយបងកាត់លេងសើអៀនដូចមុនហ្នឹងហើយបងអាចហាត់ដូចរាំឯដែរហើយរាងកាយរឹងយើងហាត់ច្រើនទៅគឺលេងសើអីហើយពេលខ្លះនៅក្នុង inside flow គឺគេនិយាយដែរថាมันតម្រូវឲ្យ perfect ពេកมันចាំបាច់តតែទុនបានយើងអាចហាត់បានទេមានន័យថាអ្នកដែលចូលរួម inside flow គឺយើងត្រូវទទួលនៅបទពិសោធន៍ថ្មីតាមរយៈបទចម្រៀងតាមរយៈអារម្មណ៍ការបញ្ចេញនៅអារម្មណ៍ express អញ្ចឹងទៅចា៎នេះជាអ្វីដែលសំខាន់នៅក្នុង inside flow ដោយសារតែ inside flow បែប modern អត់ focus ទៅលើក្បាច់បែបត្រូវ 100% អញ្ចឹងមានន័យថាអ្នកខ្លះគាត់រាងកាយតឹងគាត់មិនចាំបាច់លើកជើងឲ្យក្បាច់ហាស់មូនគាត់មិនចាំបាច់លើកជើងឲ្យបានស្មើតាគីអីគាត់អាចលើកបានបន្តិចក៏បានដែរឲ្យតែគាត់មាន movement មានចលនាហើយគាត់សប្បាយចិត្តហើយគាត់មានអារម្មណ៍ទៅក្នុង style មួយនឹងគាត់មានអារម្មណ៍ជាមួយនឹងបទចម្រៀងនេះជាអ្វីដែលសំខាន់ចាបងស្ដាប់បងទៅតាក់ទងជាមួយនឹងភាពទៅរួចអ្នកណាក៏អាចទៅរួចបានដែរអញ្ចឹងអ្វីដែលបទពិសោធន៍បងបានចែកម្លែកទាំងភាពខ្មាស់អៀនកាយយើងអត់ទន់កាយយើងរឹងអ្វីក៏ដោយឲ្យតែយើងតាំងចិត្តគឺភាពទៅរួចគឺមានភាពអត់ទៅរួចអត់មាននៅលើពិភពលោកនេះទេអញ្ចឹងបងគិតថាព្រោះដោយសារតែយើងជាមនុស្សអ្នកដែលខ្មាស់អៀនយើងអត់សូវប្រកែកនិយាយហើយយើងផ្លាស់ប្ដូរខ្លួនឯងបានអញ្ចឹងខ្ញុំគិតថាសញ្ញាបទពិសោធន៍បងពេលដែលអ្នកស្ដាប់គាត់ស្ដាប់ទៅគាត់រៀនបានច្រើនហើយគាត់ដឹងថាភាពទៅរួចគឺអាចទៅរួចបានទាំងអស់អត់មានពាក្យអីដែលថាអត់ទៅរួចទេទោះយើងស្ថិតនៅក្នុងកន្លែងណាក៏ដោយចាអញ្ចឹងតាក់ទងជាមួយនឹងបងការហាត់ inside flow វាថ្មីហីអញ្ចឹងចង់ដឹងពេលបងប្រហាត់នៅក្នុងថ្នាក់ដំបូងហើយបន្ទាប់មកតើបងមានឧបសគ្គអីពេលដែលយើងបរៀនសិស្សថ្មីដំបូងហើយវាជាក្បាច់ថ្មីទៀតចាឧបសគ្គមានអូនទៅមានតែដោយសារការស្រឡាញ់ចូលចិត្តចេញពីចិត្តបងនឹងព្យាយាមរក technique ឬក៏បង្ហាត់ពួកគាត់ឲ្យគាត់ឆាប់ចាប់បានឧបសគ្គមិញបងបន្ថែមលើចំណុចមុនមួយទៀតតាក់ទងថា yoga អាចហាត់បានគ្រប់មនុស្សទាំងអស់ឲ្យតែចូលចិត្តចាតែមួយវិញទៀតតាក់ទងនឹងបញ្ហាសុខភាពដែរដោយថាពេលខ្លះបើយើងមានរាងកាយដែលឈឺខ្លាំងតែបើឈឺល្មមដែលអាចហាត់ចលនានឹងបានយើងមិនធ្វើឲ្យត្រឹមត្រូវតាមក្បាច់ទេតែយើងអាចធ្វើតិចតិចហើយគាត់ចូលចិត្តអាចហាត់បានតែមួយទៀតឧទាហរណ៍ថារាងកាយគាត់អត់អំណោយផលនឹង style បែបសកម្មដោយ inside flow ទេអញ្ចឹងគាត់អាចបើគាត់មើលទៅគាត់ពេញចិត្តគាត់អាចសាកល្បងតែបើគាត់ហាត់ហើយគាត់មានអារម្មណ៍ថាអត់សូវត្រូវមួយរាងកាយគាត់អាចជ្រើសរើស style ផ្សេងច្រើនទៀតអញ្ចឹងណាចាបងចាអញ្ចឹងបើតាក់ទងជាមួយនឹងសិស្សថ្មីដែលគាត់អត់មានបទពិសោធន៍ឬក៏គាត់អត់សូវត្រូវជាមួយនឹង style ព្រោះដោយការលោកគ្រូវគ្គមុនគាត់និយាយអញ្ចឹងជាគ្រូក៏ដោយពេលដែលយើងហាត់ឬក៏យើងបរៀនមុននឹងយើងចង់ចាប់ផ្ដើម style ណាមួយក្នុងការប្រហាត់គឺយើងត្រូវតែជ្រើសរើស style ណាមួយឯងអញ្ចឹងកូនសិស្សដូចគ្នាដែរអញ្ចឹងបើសិនជាគាត់មកចូលថ្នាក់បង inside flow វាជាថ្នាក់មួយដែលយើងមានកាយល្វត់ល្វន់យើង move body ច្រើនយើងត្រូវរាំតែបើសិនជាសុខភាពរបស់គាត់ផ្ទាល់ដែលគាត់អត់អាចចូលមកហាត់បានគាត់ហាត់ទៅគាត់អាចនឹងវិលមុខគាត់អាចនឹងមានប្រតិកម្មអីផ្សេងអាហ្នឹងគឺគាត់អាចនឹងហាត់ជាមួយនឹង style yoga អីផ្សេងចាបើវិលមុខជាទូទៅតាមសង្កេតរបស់បងអត់សូវជាបញ្ហាធំទេចាព្រោះតែវាចលនាវាដូរពីមួយទៅមួយរៀងលឿនអញ្ចឹងករណីវិលមុខតែងតែកើតមានតែតាមសុខភាពមួយតែវាអត់ជាឧបសគ្គដើម្បីឧបសគ្គរារាំងគាត់ក្នុងការហាត់ inside flow ទេបញ្ហាវិលមុខតែបញ្ហាដែលចម្បងគឺបញ្ហាឈឺនៃរាងកាយចា៎ឈឺនៃរាងកាយតែឈឺតាមកម្រិតបើកម្រិតខ្លះអាចហាត់បានចា៎នឹងអាស្រ័យលើកម្រិតទេចាអញ្ចឹងបើសិនជាមានកូនសិស្សដែលគាត់មកហាត់បើសិនជារាងកាយរបស់គាត់ឈឺយើងអត់ recommend ឲ្យគាត់ហាត់ជាមួយនឹង inside flow ទេយើងសួរស្ថានភាពគាត់ដែរពេលខ្លះគាត់ឈឺតែស្ថានភាពខ្លះយើងអាចហាត់បានដោយសារតែយើងមាន modify ក្បាច់ឧទាហរណ៍ថាពេលគាត់ឈឺគាត់អាចធ្វើក្បាច់នេះបានទេប៉ុន្តែយើងអាចមានក្បាច់ផ្សេងដើម្បីដូរឲ្យគាត់វិញតែហ្នឹងគាត់ឈឺក្នុងកម្រិតមួយដែលយើងអាចបដូរក្បាច់ផ្សេងបានចា៎តែបើឈឺក្នុងករណីបដូរក្បាច់ផ្សេងហើយគាត់នៅតែឈឺទៀតយើង recommend ឲ្យទៅ style ផ្សេង
ចាបងចាអញ្ យើង ចឹង មើល តើ តាមជាក់ស្ដែង ចាអញ្ចឹងតាក់ទងជាមួយនឹង Insight Flow បើសិនជាក្នុងលក្ខណៈថាបើសិនជាយើងមានកូនសិស្សដែលគាត់ថាចេះអូអ្នកគ្រូខ្ញុំហាត់ style Insight Flow ហ្នឹងលឿនពេកហើយវាធ្វើឲ្យខ្ញុំវិលមុខវាធ្វើឲ្យខ្ញុំឈឺខ្ញុំពិបាកក្នុងការចាប់ឲ្យទាន់ជាមួយនឹង style អ្នកគ្រូការប្រហាត់ណាអញ្ចឹងតើអ្នកគ្រូត្រូវធ្វើបែបណាព្រោះដោយសារ style របស់យើងគឺយើងរត់ទៅលក្ខណៈថាលឿនហើយ ចា អញ្ចឹងអ្នកគ្រូត្រូវផ្លាស់ប្ដូរមិនឬក៏យើងត្រូវតែធ្វើតាម flow របស់style របស់យើងឬក៏យើងត្រូវ follow ទៅតាមសិស្ស និយាយទៅនៅក្នុង style Insight Flow គឺយើងមាន structure ច្បាស់លាស់អញ្ចឹងមានន័យថាពេលក្បាច់របស់យើងគឺយើង follow ទៅតាមចង្វាក់នៃភ្លេងគេហៅ beat អញ្ចឹង beat គឺជាដង្ហើមអញ្ចឹងមានន័យថាបើយើងអាចធ្វើផ្សេងខុសពីគោលការណ៍ Insight Flow បើយើងធ្វើខុសធ្វើផ្សេងគឺមានន័យថាមិនមែនជា Insight Flow ពេលដែលយើងចូលថ្នាក់ Insight Flow គឺយើងត្រូវ follow តាមគ្រូប្រាប់ហើយនឹងពិសេសជាងហ្នឹងគឺតន្ត្រីអ្នកដឹកនាំយើង ចា ហ្នឹងហើយអញ្ចឹងគឺ beat គឺជាដង្ហើមនៅក្នុង Insight Flow អញ្ចឹងគឺយើងនឹងបង្ហាត់តាមធម្មតាចំពោះគាត់ថ្មីប៉ុន្តែយើងមានលក្ខណៈពិសេសបន្តិចពេលចូលក្នុងថ្នាក់ភ្លាមគឺយើងអត់ទាន់ចូលដល់ Insight Flow ភ្លាមទេ ចា គឺយើងមានការអង្គុយដើម្បីសម្រួលអារម្មណ៍ប្រហែលជា5នាទីក្រោយពីយើងសម្រួលអារម្មណ៍ហើយយើងសូត្រអូមអញ្ចឹងដើម្បីជួយឲ្យអារម្មណ៍ចិត្តយើងមូលហើយយើងមានកម្លាំងក្រោយពីយើងសូត្រហើយយើងអាច stretching តិចតែ stretching ហ្នឹងមិនមែនក្នុងទម្រង់ Insight Flow តែហ្នឹងគឺបងដើម្បីសិស្សដំបូងអញ្ចឹងគាត់អត់ដែលចូល Insight Flow គឺយើងអាចដាក់ឲ្យគាត់មកដល់គឺគាត់ចូល Insight Flow ភ្លាមគាត់អាចមានអារម្មណ៍ដូចអូនសួរមកអញ្ចឹងអាចថាវិលមុខឬក៏មានអារម្មណ៍លឿនពេកគាត់អត់ទាន់បានត្រៀមខ្លួន ចា អញ្ចឹងយើងត្រូវ stretching គាត់បន្តិចសិនដូចជាលើកដៃឡើងលើអោនចុះក្រោមអីតិចតួចអញ្ចឹងបានប្រហែលជា10នាទីហើយបានខ្ញុំចាប់ផ្ដើមចូលInsight Flow ហើយក្រោយពីចប់ម៉ោងក៏យើងមានបែប cool down មកវិញបែបសម្រួលសាច់ដុំ ចា ហ្នឹងហើយនឹងសាវាសនាដែលជួយឲ្យអារម្មណ៍គាត់អត់មានអារម្មណ៍ថាហត់នឿយមមាញឹកខ្លាំងពេកគឺគាត់បានបធូរចុងម៉ោងមិននាសួរខ្ញុំតាក់ទងទៅនឹងធ្វើម៉េចករណីសិស្សគាត់មកថ្មីអញ្ចឹងមានដូចជាសម្រួលដង្ហើមសូត្រអូមនិងសាវាសនា ចា ប៉ុន្តែនឹងគឺជាចំណុចសំខាន់សម្រាប់សិស្សថ្មីប៉ុន្តែនៅពេលដែលដោយសារតែ Insight Flow បែប modern អញ្ចឹងទៅតាមអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់នឹងរៀនខ្លួនឯងផ្ទាល់នឹងការបង្រៀនពីគ្រូគាត់ក៏បាននិយាយដែរថានៅក្នុង Insight Flow យើងអាចធ្វើក៏បានអត់ក៏បានគឺគេអត់ strict ដែរទេអត់ strict ទៅលើការសូត្រអូមឬក៏ meditation ការធ្វើលំហាត់ដង្ហើមឬក៏សាវាសនា អូចា បើយើងអត់ធ្វើក៏អត់ខុសដែរប៉ុន្តែដោយសារតែយើងប្រហាត់រាល់ថ្ងៃគឺ Insight Flow វាលក្ខណៈថ្មីអញ្ចឹងថ្មីទៅបានជាយើងគឺត្រូវឲ្យពេញលក្ខខណ្ឌ yoga គឺត្រូវមានឲ្យគ្រប់បានឲ្យកូនសិស្សទទួលបាននូវអារម្មណ៍ល្អ ចាប៉ុន្តែបើអត់មានទេក៏បើថាខុសក៏អត់ខុសដែរ អូចាយល់ហើយអ្នកគ្រូ ចាហើយចំណុចពិសេសរបស់ Insight Flow មួយទៀតគឺយើងពេលយើងចូលហាត់មិនត្រឹមតែយើងបានធ្វើក្បាច់ yoga តែមួយមុខទេគឺយើងបានមក express នៅបញ្ចេញនៅអារម្មណ៍របស់យើងតាមរយៈបទចម្រៀងនេះគឺជាចំណុចសំខាន់នៅក្នុង Insight Flow ផងដែរព្រោះពេលយើងបទចម្រៀងមានសប្បាយអញ្ចឹងទៅយើងមកយើង express នៅអារម្មណ៍សប្បាយយើងតាមបទចម្រៀងហើយពេលខ្លះបទចម្រៀងមានអារម្មណ៍ថាលើកទឹកបទចម្រៀងបែបលើកទឹកចិត្តហើយនៅក្នុងតាមរយៈបទចម្រៀងនៅក្នុង Insight Flow គេមាន storytelling គឺជា part មួយដ៏សំខាន់នៅក្នុង Insight Flow ដែលអាចខ្វះបាននៅពេលដែលយើងបង្ហាត់កូនសិស្សយើងត្រូវឈប់រយៈពេល3នាទីដើម្បីយើងនិយាយអំពីអត្ថន័យរបស់បទចម្រៀងក៏ដូចជាអត្ថន័យបទចម្រៀងដែលផ្សារភ្ជាប់ជាមួយនឹងជីវិតពិតរបស់យើងដែលជាគ្រូអ្នកបង្ហាត់ដើម្បីឲ្យគាត់ទទួលបាននៅការអប់រំឬក៏ចំណេះដឹងផ្សេងដើម្បីឲ្យជាការលើកទឹកចិត្តដល់ការរស់នៅស
សម្រាប់គាត់ ចាអ្នកគ្រូចាអរគុណខ្លាំង ចា មែនតើអញ្ចឹងដូចខ្ញុំនិយាយមិញប្រហែលជាខ្ញុំអាចខុសបន្តិចអញ្ចឹងតាក់ទងជាមួយនឹង Insight Flow អ្នកគ្រូបានប្រាប់មិញថាតួយើងអត់មានការ warm up ឬក៏យើងសមាធិក៏អីដែរប៉ុន្តែយើងចង់ recommend ឲ្យគាត់ធ្វើទាំងអស់ហ្នឹងទៅ ហ្នឹង ដើម្បី ហើយ គាត់ទទួលបានអារម្មណ៍ល្អទទួលបានអារម្មណ៍ពេញលេញ ចា ចាអញ្ចឹងដើម្បីឲ្យគាត់បានសុខភាពល្អហើយផ្លូវចិត្តគាត់ក៏ល្អតាមនឹងដែរចា ចា ចាអញ្ចឹងយើងចូលមកដល់ចំណុចសំខាន់អញ្ចឹងតកតងជាមួយនឹងផ្នែកយូហ្គាអញ្ចឹងផ្នែកយូហ្គាគឺជានៃជីវិតរបស់អ្នកគ្រូហើយអញ្ចឹងអ្នកគ្រូមានចក្ខុវិស័យមិនទៅលើយូហ្គា ចាចំពោះចក្ខុវិស័យខ្ញុំចង់ឲ្យ yoga ទៅថ្ងៃអនាគតមានភាពទូលំទូលាយកាន់តែច្រើនជាងនេះ ចា ហើយចំពោះខ្ញុំផ្ទាល់ខ្ញុំនឹងសិក្សាបន្ថែមដើម្បីទទួលបានចំណេះដឹងជំនាញថ្មីពង្រឹងនៅសមត្ថភាពបន្ថែមដើម្បីជូនដល់ប្រជាជនឬក៏បងប្អូនមិត្តភ័ក្តិរបស់យើងឲ្យបានទទួលបានអត្ថប្រយោជន៍ពី yoga ចាអញ្ចឹងវាសំខាន់មែនទែនព្រោះដោយសារអនាគតទៅយូហ្គារបស់យើងដូចលោកគ្រូវគ្គមុនគាត់បានប្រាប់ចឹងលោកគ្រូវណ្ណៈគាត់និយាយថាបើសិនជាតកតងជាមួយនឹងយូហ្គារបស់យើងទូលំទូលាយវាដូចជាការរីកចម្រើននៅសម័យអង្គរអញ្ចឹងព្រោះនៅសម័យអង្គរគឺយូហ្គាពួកគាត់ហាត់យូហ្គាអញ្ចឹងហើយបានពេលហ្នឹងប្រទេសជាតិរបស់យើងរីកចម្រើនអញ្ចឹងតកតងជាមួយនឹងយូហ្គាបើសិនជាប្រជាពលរដ្ឋរបស់យើងទូទាំងប្រទេសដែលគាត់យល់ដឹងពីការធ្វើលំហាត់ប្រាណមួយនេះគឺធ្វើឲ្យសុខភាពគាត់ល្អអញ្ចឹងនៅពេលដែលសុខភាពគាត់ល្អក៏ធ្វើឲ្យបញ្ញាគាត់វាងវៃគាត់ធ្វើការងារបានសម្រេចគ្រប់កិច្ចការទាំងអស់តែម្ដងអញ្ចឹងយូហ្គាក៏ដូចជាលំហាត់ប្រាណផ្សេងការដើរហាត់ប្រាណការរត់ជាពិសេសយូហ្គាការសមាធិបើសិនជាយើងមានការធ្វើជា daily រាល់ថ្ងៃអញ្ចឹងគឺធ្វើឲ្យជីវិតរបស់យើងពេញបរិបូរណ៍ហ្មងយើងមានការស្ងប់នៃផ្លូវចិត្តសុខភាពយើងល្អយើងគិតអ្វីក៏ងាយហើយយើងធ្វើអ្វីក៏បានសម្រេចដែរចាអ្នកគ្រូយល់ថាយូហ្គាពិតជាសំខាន់ណាស់មែនទេអ្នកគ្រូ ចាហ្នឹងហើយ yoga ពិតជាសំខាន់ណាស់សម្រាប់ខ្ញុំអាចនិយាយថាអត់មាន yoga បានទេវាប្រៀបដូចជាអាវក្រោះមួយការពារយើងមានថាយើងទៅដល់ណាក៏យើងអត់មានភាពភ័យខ្លាចដោយសារតែ yoga ហើយយើងអាចយកតាមខ្លួនស្រាលហើយទៅដល់ទីណាក៏ yoga អាចទៅដល់ទីនោះដូចគ្នា ចាអ្នកគ្រូអញ្ចឹងអ្នកគ្រូមានសារអីចង់បញ្ចប់ទៅដល់អ្នកស្ដាប់របស់យើងអត់ថាតាក់ទងជាមួយនឹងអ្នកដែលគាត់មានបញ្ហាសុខភាពក៏ដូចជាគាត់ចង់ចាប់ផ្ដើមយូហ្គាឬក៏សារអីខ្លីៗព្រោះដោយសារភ្លេចថាថ្ងៃហ្នឹងយើងថតដឹងថ្ងៃអីគេអត់អ្នកគ្រូ ទិវាសិទ្ធិនារីអន្តរជាតិ ចាហ្នឹងហើយចង់ឲ្យអ្នកគ្រូនិយាយទៅដល់នារីទូទាំងពិភពលោក podcast របស់យើងអាចនឹងចេញអាទិត្យក្រោយប៉ុន្តែថ្ងៃនេះគឺយើងថតtrongថ្ងៃហ្នឹងហ្មងចង់ឲ្យអ្នកគ្រូប្រមូលផ្ដុំទាំងអស់ហ្មងទៅថាតើអ្នកគ្រូមានសារអីដើម្បីចែកម្លែកទៅដល់នារីជុំវិញពិភពលោក ចាជាចុងក្រោយខ្ញុំមានសារជូនពរដល់នារីទាំងអស់មិនថានារីឬក៏បុរសទេខ្ញុំជូនពរទាំងអស់គឺឲ្យផ្ដោតទៅលើសុខភាពសន្តិភាពផ្លូវចិត្តហើយយើងត្រូវចេះរកមធ្យោបាយណាដើម្បីយើងដោះចេញពីស្ថានភាពតានតឹងនិងអភិវឌ្ឍខ្លួនមានភាពរឹងមាំចាអរគុណអ្នកគ្រូថ្ងៃនេះគឺពិតជាបានទទួលចំណេះដឹងក៏ដូចជាការសន្ទនាមួយដ៏ល្អចង់និយាយថាអ្នកគ្រូបានប្រាប់តាក់ទងជាមួយនឹងអ្នកគ្រូបទពិសោធន៍ថាអ្នកគ្រូធ្លាប់ជាប់គាំងអ្នកគ្រូធ្លាប់នៅ comfort zone ប៉ុន្តែអ្នកគ្រូអាចជំនះខ្លួនឯងបានអញ្ចឹងអ្នកស្ដាប់គាត់កំពុងតែមានបញ្ហាទាំងអស់ហ្នឹងគឺអាចរៀនពីអ្នកគ្រូរបស់យើងបានថាមានរឿងអីក៏ដោយយើងគិតថាយើងសម្រេចចិត្តយើងចង់ដើរចេញឬក៏យើងគិតថាយើងអត់អាចធ្វើបានទេយើងត្រូវគិតថាយើងអាចធ្វើបានហើយយើងអាចទៅមុខអញ្ចឹងអ្នកគ្រូគាត់ធ្លាប់ធ្វើការរយៈពេលដល់8ឆ្នាំប៉ុន្តែអ្នកគ្រូនៅតែបោះបង់ចេញពីតំបន់សុវត្ថិភាពរបស់គាត់ហើយគាត់មករកស្វែងរកខ្លួនឯងឃើញអញ្ចឹងអ្នកទាំងអស់គ្នាដែលកំពុងស្ដាប់ក៏ដូចជាកំពុងមើលក៏អាចធ្វើបានដោយអ្នកគ្រូដែរអញ្ចឹងសម្រាប់ podcast របស់យើងគឺបានចូលមកដល់ទីបញ្ចប់ហើយអរគុណបើសិនជាយើងមានពាក្យពេចន៍អីមិនសមរម្យសូមខន្តីអភ័យទោសហើយយើងជួបគ្នានៅវគ្គក្រោយទៀតអរគុណចា